มนุษย์ไม่អំបៅឬ Butterfly People នៅថ្ងៃទី22ខែឧសភាឆ្នាំ2011នៅសហរដ្ឋអាមេរិកមាននៅព្យុះ EF5 Tornado ដែលជាព្យុះកំបុតត្បូងមរណៈបានបក់ទៅទីក្រុងមួយដែលមានឈ្មោះថា Joplin នៅក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិកដែលបានកំទេចនៅផ្ទះសម្បែងនិងជីវិតមនុស្សអស់ជាច្រើនអ្នកហើយអ្នកដែលរស់រានមានជីវិតបន្ទាប់ពីហេតុការណ៍ព្យុះនេះជាពិសេសក្មេងៗបានរាយការណ៍នៅរឿងដូចគ្នាថាពួកគេបានប្រទះឃើញនៅមនុស្សដែលមាននៅពន្លឺនិងស្លាបធំៗដូចជាមេអំបៅបានមកហោះការពារពួកគេកុមារខ្លះបាននិយាយថាមានមនុស្សមេអំបៅបានការពារពួកគេពីកំទេចកំទីដែលបានហោះនៅក្នុងព្យុះនិងមាននៅរឿងរ៉ាវរបស់ល្បីមួយដែលបាននិយាយអំពីកុមារីម្នាក់បានជាប់នៅក្នុងឡានហើយគេបានប្រាប់នៅឪពុកម្ដាយរបស់គេថាកុំឲ្យបារម្ភព្រោះមាននៅមនុស្សមេអំបៅបានមកជួយសង្កត់ឡានមិនឲ្យហោះទៅតាមព្យុះឡើយហើយរឿងរ៉ាវទាំងអស់នេះតាមបែបវិទ្យាសាស្ត្រគេបាននិយាយថាមនុស្សទាំងអស់នោះបានសម័យទៅដោយខួរក្បាលរបស់ពួកគេបានទទួលនូវភាពភ័យខ្លាចខ្លាំងរហូតដល់ខួរក្បាលត្រូវបង្កើតនូវរូបភាពដែលដូចជាកុមារទាំងអស់នោះឃើញជាមេអំបៅឲ្យពួកគេមានអារម្មណ៍ថាសុវត្ថិភាពប៉ុន្តែនៅតែមាននៅភាពអាចកំបាំងនិងចងល់ថាតើហេតុអ្វីបានជាកុមារទាំងអស់អាចសម័យឃើញនៅរឿងដូចគ្នាបានទាំងដែលពួកគេមិនដែលបានជួបគ្នាឬនិយាយគ្នាហើយក្មេងទាំងអស់ដែលបានរស់រានមានជីវិតគឺមិនមានភាពភ័យខ្លាចនឹងព្យុះនេះទេហើយរឿងរ៉ាវទាំងអស់នេះបានក្លាយជាក្តីសង្ឃឹមសម្រាប់មនុស្សដែលរួចរស់រានមានជីវិតពួកគេបានជឿថានេះគឺជាអ្នកការពារថែរក្សារបស់ពួកគេនិងជាក្តីសង្ឃឹមនៃការកសាងឡើងវិញនៅទីក្រុងដែលបានខ្ទេចខ្ទីនេះបើសិនបើយើងធ្វើដំណើរទៅទីក្រុង Joplin យើងនឹងឃើញនៅជញ្ជាំងដែលមាននៅរូបមេអំបៅពាសពេញទីក្រុងយ៉ាងណាមិញនៅលើអ៊ីនធឺណិតក៏មាននៅរឿងរ៉ាវបែបគួរឲ្យខ្លាចពីសំណាក់អ្នកនៅលើបណ្ដាញសង្គមដែលបាននិយាយថាអ្វីដែលកុមារទាំងអស់នោះបានឃើញវាជាមនុស្សដែលត្រូវបានព្យុះបក់គួចរហូតដល់ស្បែករបស់ពួកគេរលេះមកខាងក្រោយមានរាងដូចជាស្លាបរបស់មេអំបៅតែវាមិនមែនជារឿងពិតនោះទេហើយរឿងពិតនោះគឺកុមារទាំងអស់បានប្រទះឃើញនៅពន្លឺមនុស្សដែលមានស្លាបដូចជាមេអំបៅតែប៉ុណ្ណោះ The Gray Man ឬបរិសពណ៌ប្រផេះ The Gray Man ឬបរិសពណ៌ប្រផេះជារឿងកើតឡើងនៅភ្នំ Macudui ដែលជាភ្នំខ្ពស់បំផុតទី2ក្នុងប្រទេស Scotland ដោយការប្រទះឃើញនៅស្រមោលដោយមនុស្សមានរាងធំខ្ពស់បានលេចខ្លួនឡើងឲ្យអ្នកឡើងភ្នំបានឃើញមនុស្សជាច្រើនបាននិយាយថាស្រមោលរបស់បរិសនោះតែងតែបង្ហាញខ្លួននៅពេលដែលភ្នំមានអាបច្រើនហើយដេញតាមពួកគេថែមទាំងមាននៅសម្លេងនិងសម្រាប់ជើងថែមទៀតផងថ្មីត្បិតថា The Gray Man គួរឲ្យខ្លាចប៉ុន្តែការដេញតាមនេះបានជំរុញនៅកម្លាំងចិត្តរបស់អ្នកឡើងភ្នំឲ្យជំនះនៅឧបសគ្គទៅមុខជាមួយនឹងអាកាសធាតុដ៏ត្រជាក់ឲ្យរួចរស់មានជីវិតដោយសារតែការភ័យខ្លាចនឹងស្រមោលរបស់ The Gray Man ហើយក៏មាននៅរឿងរ៉ាវដ៏ល្បីមួយដែលនិយាយតាក់ទងទៅនឹងបរិសម្នាក់ឈ្មោះថា J. Norman Collie ជាអ្នកវិទ្យាសាស្ត្រគីមីវិទ្យានិងជាអ្នកឡើងភ្នំម្នាក់បានឡើងភ្នំ Macudui នៅឆ្នាំ1891នៅពេលនោះមានអាប់ច្រើនហើយគាត់នៅម្នាក់ឯងនៅលើភ្នំនោះគាត់ក៏បានជួបនៅសំឡេងដើរនៅពីក្រោយគាត់រាល់ជំហានរបស់គាត់ពីជំហានតែងតែឮនៅសម្រាប់ជើងដ៏ធំមួយដើរពីក្រោយគាត់គាត់មើលក្រោយតែមិនមានអ្វីទេដោយសារតែភាពភ័យខ្លាចគាត់បានជំនះនៅអាប់នៅលើភ្នំនោះហើយរត់ចុះពីលើភ្នំអស់ចម្ងាយជាច្រើនម៉ាយដោយសារតែខ្លាចគេសើចចំអកគាត់ក៏បានលាក់រឿងនេះទុករហូតទៅដល់ឆ្នាំ1925គាត់ក៏បាននិយាយរឿងនេះជាសាធារណៈរួចក៏ក្លាយជាកម្លាំងចិត្តមួយដែលជំរុញឲ្យអ្នកផ្សេងទៀតដែលធ្លាប់ជួបហេតុការណ៍ស្រដៀងគ្នានេះនិយាយនៅហេតុការណ៍ទាំងនោះចេញមកបណ្ដាលឲ្យរឿង The Gray Man ក្លាយជាភាពដ៏អាថ៌កំបាំងដែលមិនអាចដោះស្រាយបានចំពោះផ្នែកវិទ្យាសាស្ត្រវិញគេបាននិយាយថារឿងទាំងនេះអាចកើតឡើងបានដោយសារតែភាពឯកាតែឯងភាពភ័យខ្លាចហត់និងអាប់ក្រាស់និងស្រមោលខ្លួនឯងដែលចាំងមកក្រោយធ្វើឲ្យខួរក្បាលបង្កើតជាសម្លេងនិងមើលឃើញស្រមោលចម្លែកកើតឡើងបក្សីពណ៌ខ្មៅនៃ Chernobyl ឬ The Blackbird of Chernobyl នៅខែមេសាមុនថ្ងៃនៃការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Chernobyl ប្រទេសអ៊ុយក្រែនអ្នកនៅក្នុងរោងចក្រនុយក្លេអ៊ែរនិងប្រជាជននៅព្រីយ៉ាតបានប្រទះឃើញនូវសត្វស្លាបចម្លែកមួយដ៏ធំមានភ្នែកពណ៌ក្រហមភ្លឺនិងមានពណ៌ខ្មៅងងឹតនៅពេលដែលនរណាបានឃើញតែងតែមាននូវសុបិនអាក្រក់ថែមទាំងមាននៅការតេនៅទូរស័ព្ទផ្ដល់ជាសញ្ញាថានឹងមាននៅគ្រោះមហន្តរាយកើតឡើងមិនប្រមាណថ្ងៃក្រោយមកនៅថ្ងៃទី26ខែមេសា reactor ទី4បានផ្ទុះឡើងសាក្សីជាច្រើនបានអះអាងថាបានឃើញនៅសត្វបក្សីងងឹតចម្លែកធំអស់ជុំវិញផ្សែងនៃការផ្ទុះរោងចក្រនេះជំនឿរបស់មនុស្សទៅលើ The Blackbird of Chernobyl គឺបក្សីងងឹតនេះគឺជាសត្វស៊ីនៅភាពងងឹតនិងជាសារនៃគ្រោះមហន្តរាយនៅពេលអនាគតជាមួយនឹងក្តីអស់សង្ឃឹមចំពោះការបកស្រាយបែបវិទ្យាសាស្ត្រវិញគេបាននិយាយថាការឃើញទាំងអស់នេះគឺបណ្ដាលមកពីភាពតានតឹងនៃខួរក្បាលហើយបង្កើតជាទស្សនវិជ្ជានៃសត្វចម្លែក The Blackbird នេះចេញមកយ៉ាងណាមិញអ្នកខ្លះគេបាននិយាយថានេះគ្រាន់តែជារឿងនិទានដែលបានទទួលកំណែទម្រង់ពី The Mothman របស់រុស្ស៊ីតែប៉ុណ្ណោះនិងក្រោយមកត្រូវបានល្បីនៅលើបណ្ដាញសង្គម The Mothman ឬបរិសមេអំបៅពេលរាត្រី
នៅឆ្នាំ1966នៅទីក្រុងតូចមួយដែលមានឈ្មោះថា Point Pleasant នៅ West Virginia សហរដ្ឋអាមេរិកមានមនុស្សជាច្រើនបានមើលឃើញនៅសត្វចម្លែករាងដូចមនុស្សដែលមានស្លាបធំៗភ្នែកពណ៌ក្រហមតែងតែចេញឲ្យអ្នកដំណើរពេលយប់បានឃើញនិងហោះយ៉ាងលឿនមនុស្សនៅក្នុងទីក្រុងនោះនៅពេលយប់ក៏តែងតែឃើញនៅសត្វចម្លែកនេះចេញមកដែររឿងនេះបានល្បីល្បាញចុះពេញកាសែតនិងត្រូវបានគេដាក់ឈ្មោះថា The Mothman មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី15ខែធ្នូឆ្នាំ1967 The Mothman លែងបង្ហាញខ្លួនទៀតហើយវាក៏ជាថ្ងៃដែល Silver Bridge បានបាក់ធ្លាក់ចូលទន្លេកោះ Ohio ឆក់យកជីវិតមនុស្ស46នាក់ The Mothman ត្រូវបានប្រជាជននៅទីនោះជឿថានេះជាសារនៃសេចក្តីអន្តរាយនិងអាចកើតមាននៅថ្ងៃអនាគតហើយ The Mothman នៅពេលបច្ចុប្បន្នត្រូវបានក្លាយជារឿងអាថ៌កំបាំងដំណាលតគ្នានិងអ្នករស់នៅទីក្រុងនោះបានសាងសង់នូវរូបសំណាក The Mothman ក្លាយជារឿងមួយដែលតំណាងនូវអត្តសញ្ញាណនៃទីក្រុងនិងបង្កើតនូវពិធី The Mothman ថែមទៀតផង The Third Man Factor The Third Man Factor គឺជារឿងរ៉ាវនិយាយអំពីផ្លូវចិត្តរបស់មនុស្សនៅពេលដែលស្ថិតនៅក្នុងស្ថានភាពដែលចិត្តស្លាប់ខួរក្បាលចាប់ផ្ដើមបង្កើតនៅមនុស្សម្នាក់ទៀតដែលជាការសម័យរយខួរក្បាលក្នុងគោលបំណងជួយសង្គ្រោះជីវិតបង្ហាញផ្លូវឬផ្ដល់ជាកម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខ The Third Man Factor នេះច្រើនកើតឡើងទៅលើអ្នកដែលឡើងភ្នំដើរព្រៃនិងអ្នកផ្សងព្រេងនៅពេលដែលពួកគេវង្វេងទិសដៅក៏មាននៅរឿងនៅល្បីល្បាញមួយដែលតាក់ទងទៅនឹង The Third Man Factor ដែរនៅឆ្នាំ1916មាននៅបរិសម្នាក់មានឈ្មោះថា Sir Ernest Shackleton និងដៃគូរបស់គាត់2នាក់ទៀតបានជាប់វង្វេងនៅលើកោះមួយដែលវាឈ្មោះថា South Georgia Island នៅពេលនោះគាត់បានជាប់នៅទីត្រជាក់នោះអស់រយៈពេល36ម៉ោងនៅពេលដែលមានអ្នកជួយសង្គ្រោះបានមកជួយសង្គ្រោះគាត់បានប្រាប់នៅរឿងរ៉ាវដែលជាប់នៅលើកោះនោះថាគាត់មានអារម្មណ៍ថាមិនមែនមានតែគ្នា3នាក់នោះទេប៉ុន្តែមាននៅមនុស្សម្នាក់ទៀតដែលដើរជាមួយគាត់បានបង្ហាញផ្លូវនិងផ្ដល់ជាកម្លាំងចិត្តឲ្យគាត់បន្តដំណើរទៅមុខទៀតជំនះនៅភាពត្រជាក់នៅកោះនោះ The Third Man Factor ត្រូវបានមនុស្សមួយចំនួនយល់ថាវាជាការសម័យនៃខួរក្បាលនិងមានមនុស្សខ្លះទៀតយល់ថានេះជាទេវតាតាមថែរក្សាពួកគេយ៉ាងណាមិញ The Third Man Factor នេះជារឿងរ៉ាវមួយដែលបង្ហាញថាឆន្ទៈរបស់មនុស្សគឺខ្លាំងដែលអាចជំនះឧបសគ្គលើអ្វីទាំងអស់ដែលធ្លាប់សិក្សាកន្លងមកទេវតានៃតួឬ The Angel of Mons The Angel of Mons ជារឿងរ៉ាវមួយដែលកើតឡើងនៅកំឡុងសង្គ្រាមលោកលើកទី1នៅខែសីហាឆ្នាំ1914មាននៅទាហានអង់គ្លេសជាច្រើនត្រូវបានបញ្ជូនទៅសមរភូមិមុខនិងត្រូវបានបង្ខំឲ្យបាញ់ប្រហារនៅក្នុងសមរភូមិដែលកំពុងតែមានសម្ពាធនោះពេលនោះទាហានមួយចំនួនបានបរិយាយថាពួកគេបានមើលឃើញនៅអ្វីមួយយ៉ាងដូចជាស្រមោលដូចខ្មោចនិងបានតម្រង់ជាជួរនៅមុខត្រង់សេរួចលើកធ្នូតម្រង់ទៅបាញ់ពួកទាហានអាល្លឺម៉ង់ដើម្បីការពារទាហានអង់គ្លេសពីការបាញ់ប្រហាររបស់ពួកអាល្លឺម៉ង់និងឲ្យទាហានអង់គ្លេសអាចរំដោះខ្លួនចេញបានយ៉ាងមានសុវត្ថិភាពដោយគ្មានការរងរបួសរឿងរ៉ាវ The Angel of Mons នេះត្រូវបានមនុស្សមួយចំនួនយល់ថាវាគ្រាន់តែជារឿងដំណាលចេញពីរឿង The Bowman របស់លោក Walter Marchand ហើយត្រូវបានយកប្រើប្រាស់ជាចិត្តសាស្ត្រលើកម្លាំងចិត្តទៅលើទាហានពេលធ្វើសង្គ្រាមដើម្បីឲ្យពួកគេតស៊ូនៅក្នុងសង្គ្រាមនោះហើយរឿង The Angel of Mons ត្រូវបានបង្ហាញថាខួរក្បាលរបស់មនុស្សនឹងបង្កើតនូវទិដ្ឋភាពស្រមៃចម្លែកនៅពេលដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងគោលបំណងជួយសង្គ្រោះជីវិតមនុស្សនោះឲ្យបន្តរស់រានមានជីវិតបន្តទៀត